ហាត្រីរបស់មីងមិនឆ្ងាញ់ឬមួយស៊ីភ្នែកជិញខ្ញុំនឹងឲ្យស៊ីភ្នែកចិញ្ចិញនិយាយប្តេផ្ដាស់ស្អីអ្នកមីងភ័យអញ្ចឹងធ្វើអីខ្ញុំគ្រាន់តែបាញ់ចែកមូលហេតុដែលលោកខុសគ្នាខ្ញុំប្រាប់ឯងខ្ញុំលក់អន់ជាងឯងដោយសារតែឯងពូកែតាក់ប្រុសតែងត្រីទៅទាំងអស់យ៉ាគ្រប់គ្នាឆាប់មើលស្រីម្នាក់នេះទៅនាងនេះមិនចេះខ្មាស់គេនោះទេណ៎ណាហ៊ានមកករឿងនៅកន្លែងកៅជីឆាងយើងកៅជីឆាងហើយមើលទៅមានមនុស្សត្រូវសយហើយយ៉ាលោកបងឆាងមកដល់ហើយខ្ញុំកំពុងរកលោកបងកាត់ក្តីល្មមស្រីម្នាក់នេះខ្ញុំប្រាប់បងគ្មានកេខ្មាស់ទេលួចយកភ្ញៀវខ្ញុំទៅទាំងអស់ហើយលោកត្រូវជួយបោះស្រាយឲ្យខ្ញុំផងមើលទៅពិតជាត្រូវការបកស្រាយបែបហើយកុំតិចតបរបស់គេឲ្យខ្ញុំភ្លាមបាទហេលោកបងឆាងនោះគឺជាតបរបស់ខ្ញុំទេកុំតិចឲ្យអស់ថែមទៀតទៅបាទលោកបងហេតុអីក៏មកកំទេចតបខ្ញុំទៅវិញប្រាក់ជួលខ្ញុំមិនដែលឲ្យខ្វះលោកបងទេចាប់តាំងពីលោកមកក៏មិនដែលប៉ះពាល់ដល់លោកបងម្ដងណាដែរមិនមែនប៉ះពាល់ខ្ញុំហើយចុះនេះជាស្អីហ៊ានស៊ីភ្នែកចិញ្ចិញនៅកន្លែងខ្ញុំហើយនៅថាមិនប៉ះពាល់ដល់ខ្ញុំទៀតតើមែនទេហ៎ពិតជាស៊ីភ្នែកជិញមែនស៊ីភ្នែកចិញ្ចិញអ្នកដទៃហើយនៅរករឿងអ្នកដែលក្បែរតូបនេះទៀតគេឈ្មោះរបស់ខ្ញុំនៅកន្លែងនាងបំផ្លាញអស់ទៅហើយអូនាងចេញលោកបងចាងខ្ញុំខុសហើយសូមបត់តឱកាសឲ្យខ្ញុំម្ដងទៅជីវិតមានតែមួយទេសម្អាងអីឲ្យឱកាសមានពីរដងនោះអូនាងចេញទៅកុំឲ្យខ្ញុំឃើញមុខនាងទៀតអាចារ្យលោកបងឆាលោកបងឆាលោកបងឆាបងគ្នាធ្វើអាជីវកម្មដោយស្មោះត្រង់នៅលើទឹកដីរបស់ខ្ញុំមានខ្ញុំកៅជីឆាងជាអ្នកការពារកុំលួចភ្នែកចិញ្ចិញបោកប្រាស់គេប្រើល្បិចខូខើធ្វើបែបនេះកៅជីឆាងខ្ញុំមិនការពារទេបាទហើយគ្រប់គ្នារវល់ទៀតចុះអរគុណលោកបងឆាយជួយសម្រេចឲ្យខ្ញុំអូណែកុំអីអ្នកនាងអ៊ីមានបញ្ហានៅកន្លែងខ្ញុំត្រូវតែសុំទោសអ្នកនាងអ៊ីទៅបានសុំទោសដែលឲ្យមនុស្សខ្វាក់ភ្នែកដូចជាគេមកលក់នៅក្បែរអ្នកនាងមនុស្សបែបណាក៏មានលោកកុំខ្វល់ពេកអីលោកបងឆាងត្រីនេះខ្ញុំឲ្យលោកអេកុំអីដាខ្ញុំមិនមែនជាមនុស្សដែលធ្វើល្អចង់បានគុណគេទេប្រកាសជាមិនមែនខ្ញុំចាត់ទុកលោកជាបងជាមិត្តភក្តិត្រីនេះគ្រាន់តែជាការអរគុណដែលមើលថែអូយបានទេអ្នកមានការកំងថ្មីសូមត្រួតពិនិត្យមានមនុស្សកំងត្រី10ក្បាលលោកបងឆាប់ទទួលទៅខ្ញុំត្រូវតែដឹកត្រីឲ្យគេជាឯងត្រូវជួយម៉ាក់មើលតើបណែឡាម៉ាមីប្រយ័ត្នតាមផ្លូវលបងធម្មត្រីនេះគឺខ្ញុំមិនចង់យកទេណាគឺអ្នកមីងបង្ខំទេម៉ាមីខ្ញុំឲ្យលោកទទួលចាស់បាទអរគុណលបងធំខ្ញុំប្រកាសជាធ្វើឲ្យបានល្អតែរវល់ការងារលោកទេល្អអញ្ចឹងខ្ញុំមិនរំខានលបងធំលក់ត្រីទេបងធំមានការអីបញ្ជាខ្ញុំមកចោះគ្រប់ពេលហើយយ៉ាពិតជាសំណាងមែនហើយអ្នកមីងឲ្យរង្វាន់ធំត្រីរស់មួយក្បាលអត់ទេយល់លបងឆាងខ្ញុំដល់ទៅធ្វើត្រីដុតឲ្យលបងពិសាត្រីដុតក្បាលឯងស្អីទៅឆាប់យកទៅអានចិញ្ចឹមទៅនេះជារង្វាន់ដែលអ្នកមីងឲ្យយើងផងណាឆាប់យកមើល